លោកសំដែងថាមាន4ចំណុចទី1ឲ្យទានដោយខ្លួនឯងមិនបបួលអ្នកដទៃធ្វើទៅពីអ្នកប្តីប្រពន្ធអីចឹងទៅដល់ពេលអស់អាយុទៅមានតែទ្រព្យតែខ្វះញាតិអត់កូនប្រើអីចឹងទៅអ្នកខ្លះខំប្រឹងយ៉ាងណាក៏អត់មានកូនប្រើអីចឹងទៅទី2មិនឲ្យដោយខ្លួនឯងតែបបួលអ្នកដទៃអូខ្ញុំធ្វើបុណ្យចេះ100ថ្ងៃ2ថ្ងៃឬក៏ធ្វើបុណ្យចម្រើនបញ្ជនឲ្យឪពុកម្ដាយខ្ញុំអញ្ចឹងទៅគេចូលលុយចូលកាក់បានច្រើនមកចាត់ចែងទៅលុយគេអត់ចេញលុយខ្លួនឯងអត់ធ្វើរបស់ខ្លួនឯងធ្វើតែរបស់គេអនាគតជាតិទៅមានតែញាតិតែខ្វះទ្រព្យមិនចេះខ្វះទេញាតិមិនចេះខ្វះទេកូនតែអត់មានទ្រព្យខ្សត់ចឹងណាញោមហើយមួយទៀតមិនឲ្យមិនបបួលមានន័យថាអវង្សរោមិននិយាយមនុស្សនឹងជាមនុស្សមិច្ឆាទិដ្ឋិបាត់ទៅហើយមានន័យថាយល់ខុសហើយនៅទី3ឲ្យដោយខ្លួនឯងផងបបួលអ្នកដទៃផងបបួលអ្នកដទៃផងឲ្យដោយខ្លួនឯងផងខ្ញុំធ្វើបុណ្យនេះធ្វើបុណ្យនោះអ្នកនេះចូលបន្តិចអ្នកនោះចូលបន្តិចមកចាត់ចែងទាំងរបស់ខ្លួនឯងផងចាត់ចែងទាំងរបស់គេផងអនាគតជាតិទៅមានទ្រព្យសម្បត្តិច្រើនហើយក៏សម្បូរញាតិដែរនឹងចំពោះការធ្វើទានរបស់បុគ្គលពេលខ្លះអ្នកខ្លះក៏ចំណង់ចំណូលចិត្តធ្វើតែ2នាក់អីចឹងទៅអ្នកខ្លះក៏ចំណង់ចំណូលចិត្តធ្វើច្រើនគ្នាអញ្ចឹងណា